បាទភាសាទី28រៀបចំដោយលោកគ្រូណំពិសិដ្ឋបង្រៀនដោយលោកគ្រូអ្វីក៏បានអូខេគេដាក់ថាចំណងជើងរបស់យើងគេដាក់ How did Buddhism begin ឥឡូវពាក្យទី1 attractive ប្រែថាម៉េច attractive សូមអាយដាមចូលរួមមានអាយដាមតាមលំដាប់លំដោយមានអាយដាមឧត្តមអាយដាមសុធិរតអាយដាមដៃកើលអាយដាមវិធានបាទចេះសូមគោរពអញ្ជើញអាយដាមឧត្តមបាទ attractive ប្រែថាម៉េចតាក់ទាញតាក់ទាញហើយតាក់ទាញហើយចង់មើលដល់ពេល charming គេធ្លាប់ឮសូរពាក្យ charming charming មានមុតស្នេហ៍កលេសទៅគួរស្រឡាញ់អញ្ចឹងបាទតាក់ទាញទៅខាងសទៅងាកមើលអីចឹង attractive អូខេពាក្យ begin យើងស្គាល់ហើយចុះ obtain សុធិរត obtain បាទអត់ដល់ចាអូខេ obtain នេះបើយើងនិយាយទៅវាស្រដៀងគ្នាជាមួយនឹងថា get ឬមួយក៏ receive អញ្ចឹងបាទឧទាហរណ៍ថាវាអត់ងាយទទួលបាននិទេស A ទេ It's not easy to get an A ក៏បាន or it is not easy to obtain an A grade during the national examination បាទ you get an A ក៏បាន obtain an A ក៏បានអូខេ obtain good grades Killing យើងស្គាល់ Buddhism ព្រះពុទ្ធសាសនាជាសាសនាបើអ្នកកាន់សាសនាគេហៅ Buddhist បាទដល់ពេលព្រះពុទ្ធ Buddha the Buddha បាទ the Buddha ឬមួយក៏ Buddha នេះព្រះពុទ្ធអ្នកកាន់ព្រះពុទ្ធសាសនា Buddhist បាទដល់ពេលព្រះពុទ្ធសាសនា Buddhism បាទអាណាចឹងអូខេយើងមានពាក្យ killing យើងមានពាក្យ jealous អីគេ jealous ដៃកើ jealous ចំណែនច្រណែនបាទត្រឹមត្រូវគឺពិតជាច្រណែនច្រណែនអូខេចុះពាក្យ majority យ៉ាងម៉េចដែរលោកអាដាមវិធានបានន័យថាពេញវ័យmajority អាហ្នឹងមិនមែនមកជួបមែនទេតាមចាបានន័យថាដូចអាហ្នឹងបើនិយាយពីមនុស្សច្រើនណាអូខេអាហ្នឹងគេហៅថាភាគច្រើនឬមកក៏មិនបើនៅក្នុងការបោះឆ្នោតគឺ the majority wins ភាគច្រើនសម្លេងភាគច្រើនឈ្នះសម្លេងភាគតិចពាក្យផ្ទុយជាមួយនឹង majority គឺអីអ្នកណាដឹងទេវិធានប្រហែលលោកគ្រូដឹងហើយវិធាន Yes sir ពាក្យផ្ទុយជាមួយនឹង majority អីគេជប់អូខេហាមលើទឹកអីគេចាប់តាមតែអក្សរ up នៅអត់ឃើញចានៅអត់ឃើញ minority អូខេ minority បាទ
អូខេពាក្យផ្ទុយជាមួយនឹង majority is minority នៅក្នុងការបោះឆ្នោត the majority wins and the minority loses អូខេបន្តទៀត instead ជាទូទៅ instead ច្រើន instead of right ផ្ទុយទៅវិញ religions សាខេណា religions ប្រែថាម៉េច សាសនា សុំភាសាទៀត សាសនា សាសនាត្រឹមត្រូវអូខេចុងក្រោយគេ pleasure ស្អីគេ pleasure អូឧត្តមមិនមែនស្រួលទេអាពាក្យនេះ pleasure អត់ដឹងចា៎ នោះអ្នកណាដឹងឲ្យលុយ100រៀលលុយខ្មែរពូនេះចង់ជះលុយ100រៀលបាយចិត្តបាយចិត្តពេក pleasure ហ្នឹងមិនសប្បាយចិត្តអូខេត្រូវចឹងចាំជួបលោកគ្រូខ្ញុំទាលុយលោកគ្រូ100រៀលបើគ្រូផ្លិចចង់ជាប់វិស័យជាពាក់លុយគេតទៅមុខទៀតទេ pleasure នេះយើងហៅថាភាពរីករាយបាទ pleasure ហ្នឹងបាទសេចក្តីត្រេកត្រអាលសប្បាយជាមួយនឹងអ្វីមួយអញ្ចឹងល្អអត់ទេ pleasure ហ្នឹងមកជួយឲ្យចង់ទៅចែកគ្នាបន្តិចដែរពាក្យហ្នឹងវាធំហើយចង់សួរយោបល់គ្នាមើល pleasure ជាពាក្យល្អឬក៏ពាក្យមិនល្អគេហៅថា positive word or negative words positive word ឬក៏ negative words ចម្លើយគឺសាកេណា positive គឺ okay I don't know whether you say positive or negative ឧត្តមគាត់ថា positive negative គាត់ថាដកឈើ negative អូខេសុធារតអវិជ្ជមានចា អវិជ្ជមានដៃគើង ដឹងឈើ អត់ដឹងទេគួរដឹងណាប៉ុន្តែហើយអត់មានអត់ដឹង អាហ្នឹងបកថារីករាយមែនចា៎ បាទភាពត្រេកត្រអាលបាយបាទgiờ tiêu ai lâm lão như bao này bắt chốt nâu phùng xạo that's a pleasure ណាស់បាទ យើងទៅតាមស្ថានភាព នេះស្ថានភាពមិនទេហ៎ ហ្នឹងបើរីករាយធម្មតាអីទៅកុំរីករាយពេកអញ្ចឹង រីករាយមែន រីករាយពេក អូរីករាយពេករីករាយពេកហើយរីករាយអត់ពេកហ្នឹងមិនខុសគ្នាមែន ដឹងហើយធ្លាប់ឮគេថាធ្វើអីកុំឲ្យពេក កុំឲ្យពេកញ៉ែអត់តែគេថាហ្នឹងត្រូវហ្មងអាហ្នឹងមិនមែនជាការបង្រៀនរបស់លោកគ្រូទេអូខេអានេះលោកគ្រូគាត់ឲ្យជាឧទាហរណ៍ទេប៉ុន្តែគ្នាយើងយល់ថាយ៉ាងណាហ្នឹងជាស្រេចចិត្តយើងណាបាទពាក្យថា pleasure នេះប្រែមកថាភាពរីករាយ
ហើយនៅក្នុងជីវិតនេះវារឿងវាមិនទៀងទាត់ទេមិនចឹងវាអត់ទៀងទាត់ទេម្ដងឡើងម្ដងចុះហើយចឹងទៅសូម្បីតែយើងរៀនឆ្នាំខ្លះយើងរៀនបកកាយឆ្នាំខ្លះយើងរៀនខ្សោយទៅសុខភាពយើងថ្ងៃខ្លះយើងជាទៅថ្ងៃខ្លះយើងជាទៅប៉ុន្តែភាពរីករាយនេះវាអាវុធមុខពីរប៉ុន្តែមែនតើទៅគ្រូថាតែមួយក៏បានដែរប៉ុន្តែថាពីរទៅចុះthì យើងថាស្របខ្លះបដិសេធខ្លះដែរจะថាផ្ទុយខ្លះអវិជ្ជមានខ្លះវិជ្ជមានខ្លះក៏ប៉ុន្តែបើជារួមគឺវាអវិជ្ជមានដែរត្រូវចាំថាភាពសប្បាយរីករាយនេះសប្បាយរីករាយតែពេលណាដែលយើងជួបរបស់មួយដែលយើងចង់បានមិនចឹងហ៎ជួបរបស់ដែលយើងចង់បានចង់ទៅកំពង់សោមមិនចឹងហ៎ឥឡូវបានទៅហើយចាំអត់បានទៅហើយសំណួរសួរថាយើងបានទៅរហូតដល់គេនិយាយថាបើការទៅកំពង់សោមគឺជាភាពរីករាយរបស់យើងអាពេលណាដែលយើងមិនទាន់បានទៅនោះគឺវាមានន័យថាម៉េចហ៎វាកើតទុកហ្នឹងដល់ថ្ងៃណាបានទៅកំពង់សំលុយអាពេលសំលុយសុបាយអត់មានអីសុបាយដល់ពេលដែលបានទៅអូទៅដល់សុបាយបាត់គាត់ទៅប្រាប់ថាចេញមកវិញហើយដឹងការបានមកទៀតអាហ្នឹងសុបាយកើតទុកអានេះត្រូវចាំហ្នឹងធម្មតាទេអាហ្នឹងគឺលោកគ្រូមិនដឹងថានិយាយមួយគ្នាយើងថាម៉េចទេប៉ុន្តែតើពិចារណាបន្តិចទៅថាបើកាលណាយើងសប្បាយជាមួយនឹងអ្វីមួយខ្លាំងប៉ុណ្ណាអារឿងកើតទុកហ្នឹងក៏វាថយទៅវិញតាមហ្នឹងដែរបាទមានលុយមានកាក់យើងសប្បាយប៉ុណ្ណាថ្ងៃណាមួយយើងអត់លុយអត់កាក់កើតទុកប៉ុណ្ណាអញ្ចឹងបើមានបានក៏ប៉ុណ្ណាក៏យើងប្រឹងទៅតាមហ្នឹងទៀតទៅបាទរៀនចេះយើងដើរអួតគេថ្ងៃណាមួយយើងឡើងចេះអាហ្នឹងកើតទុកខ្លួនឯងតែប្រឹងតាមធម្មតាតែថាមិនពេកហ្នឹងគឺអញ្ចឹងវែងឆ្ងាយយើងនឹងយល់អត់ទេអូខេចម្លើយរបស់យើងគ្នាយើងធ្វើត្រូវបានច្រើនហើយគ្រូកាយយកទៅតែម្ដងគឺជាមិនបញ្ហាទេវិធានឃើញខុសពី3 around the world there are many different cultures beliefs and religions នៅជុំវិញពិភពលោកយើងនេះវាមានវប្បធម៌ជំនឿសាសនាខុសៗគ្នាជាច្រើនបាទអញ្ចឹងវប្បធម៌ខុសគ្នាជំនឿខុសគ្នាសាសនាខុសគ្នា people follow many religions មនុស្សហ្នឹងដើរតាមសាសនាហ្នឹងខុសគ្នាជាច្រើន this includes ហើយរាប់ទាំងអ៊ីស្លាមរាប់ទាំងពីអ៊ីស្លាមហ្នឹងហើយចាមហ្នឹង Buddhism ព្រះពុទ្ធសាសនា Christianity គ្រឹស្តសាសនា Hinduism ព្រហ្មញ្ញសាសនា the អីកន្លែងណា the majorities បាទចង់បញ្ជាក់ឡើយណា the majorities ភាគច្រើនមនុស្សភាគច្រើននៅក្នុងប្រទេសកម្ពុជា are Buddhist បាទនេះកន្លែងនេះខ្មាស់គេតិចដែរពេលខ្លះទៅលោកគ្រូសួរគ្នាយើងខ្លះទៅចេះសិល5ហ្នឹងមានអីគ្នាយើងខ្លះភាគច្រើនទៅចេះដែរហ្នឹងក៏ល្អដែរប៉ុន្តែមានអ្នកខ្លះហ្នឹងថាខ្លួនឯងហ្នឹងជាព្រះពុទ្ធសាសនាព្រះពុទ្ធសាសនិកណាពុទ្ធសាសនិកក៏ប៉ុន្តែមិនដឹងសិល5ស្អីផងតែសិល5ហ្នឹងយើងគួរប្រតិបត្តិជាប្រចាំប្រផឹកស្រាំងសិលគ្រប់កន្លែងហេកុហកគេជារឿយនិយាយលេងតែប្រទេសតែប្រដាស់កុហកគេហ្នឹងញឹកញាប់តែគ្រូទៅទូគីថ្ងៃមុនខ្វះគេដែរខ្វះគេអ្នកសិក្សារៀនសូត្រខាងគេខាងនោះទៅគេសួរលោកគ្រូថាតើអ្វីជាគ្រឹះនៃពុទ្ធសាសនាអ្វីដែលជាចំណុចសំខាន់ដែលត្រូវរៀនអំពីពុទ្ធសាសនាហ្នឹងដើម្បីបានទៅដល់គោលដៅនៃសាសនាយើងណាឆ្លើយគេមកផ្លែតភាំងដែរ
bà đọc về kia vậy tới đặc biệt là như flop đắng ở bên đây mình sao bạn sắc xa lụm ẩn cứ ấy cái thang kia cầm mẹ tăng bầm bay nữa the eight fold pass nữa bạn kịch trâu chia diêm trâu ma thị trâu ấy gì đó nữa lại cái mà phải trâu đã hay cái bò tế cái đằng thá còn là đôi chỉ mau pina đấy có thể nào được bạn ok bay chỉ nhiều rọc này phải vậy phải ok tôi làm như vậy so bắt đầu mình tiếp Buddhist came to Cambodia Buddhism came to Cambodia many hundreds of years ago during the time of Angkor but why and in what manner did Buddhism begin begin định ấy thế we all want to be happy na có chọnสบายได้ most people think that material things ពាក្យ material things នេះបើបកប្រែជាខ្មែរយើងរបស់របរដែលយើងកាន់ដៃនេះទូរស័ព្ទរថយន្តម៉ូតូ iPad ដែលយើងកាន់ពងរៀននឹងអីណាដូចលុយកាក់ផ្ទះសម្បែងអីទាំងអស់ហ្នឹងគឺធ្វើឲ្យយើងហ្នឹងធ្វើយើងអីធ្វើឲ្យយើងហ្នឹងមានណា bring only pleasure ណាសប្បាយបាទរីករាយចឹងរបស់ទាំងអស់ធ្វើឲ្យយើងរីករាយហើយធ្វើឲ្យយើងហ្នឹងសប្បាយបាទ but do they ប៉ុន្តែសំណួរសួរថាchẳngមែនឬ when we can't obtain ពេលដែលយើងមិនអាចទទួលយកនៅវត្ថុដែលយើងនេះអា fold off នេះគឺពេញចិត្តនៅពេលដែលយើងមិនបាននៅវត្ថុដែលយើងមិនដែលយើងស្រឡាញ់ពេញចិត្តនោះយើងខឹងបាទខឹងដល់ម៉ែទៀតសុំលុយទិញទូរស័ព្ទថ្មីបាទមានចឹងឯងតែយើងមិនមានទេមានគេផ្សេងឯង if we see other with more than we have we feel jealous អាហ្នឹងចឹងមែនណាមានគួរសមដែរពេលដែលយើងឃើញអ្នកដតីមានស្អីល្អជាងយើងប្រកាន់ខឹងគេហើយសូខឹងរឿងអីខឹងតែខ្លួនឯងនេះมันមានដូចម្នាក់ហ្នឹងហើយវាទៅអញ្ចឹងកើតក៏ប៉ុន្តែមានទេមានព្រោះប្រាថ្នាខ្លួនឯងចង់ឲ្យគាត់បើជាងគេបាទបន្តទៀត we feel jealous ចំណែននឹងគេហើយចំណែនហើយវាមានឈ្នាននេះមកមួយគ្នាចំណែនគឺមានន័យថាប្រៀបធៀបខ្លួនឯងនឹងវាអន់ជាងគេចង់ឲ្យគេនឹងមកអន់ជាងខ្លួនវិញទៅជាឈ្នាននេះហ្នឹងហើយចង់ឲ្យគេនឹងធ្លាក់អាមកសាក់មកដើមឯងវិញអូខេ so we neither feel happy nor make others happy បាទពេលដែលចំណែនគេយើងមិនទាំងធ្វើឲ្យគេសប្បាយចិត្តមិនទៅសើគេទេទៅពេបមុខដាក់គេទៀតហើយយើងធ្វើឲ្យអ្នកដតីហ្នឹងមិនធ្វើឲ្យអ្នកដតីសប្បាយចិត្តទៀតបាទយើងមិនទាំងរីករាយហើយធ្វើឲ្យគេហ្នឹងមិនរីករាយទៀតវាប៉ុណ្ណឹងទី10ដែរណា instead ណែផ្ទុយទៅវិញបាទ when we feel angry or jealous we feel like fighting and killing other people បាទនឹងដូចលោកគ្រូបញ្ជាក់មិញអញ្ចឹងថាផ្ទុយទៅវិញពេលដែលយើងខឹងអ្នកណាម្នាក់ឬមួយក៏ច្រណែនអ្នកណាម្នាក់ហ្នឹងវាធ្វើឲ្យយើងនឹងចង់រហូតដល់សម្លាប់គេឬមួយក៏រហូតដល់វាយឬមួយក៏សម្លាប់គេទៅទៀតផងបាទហ្នឹងពេលខឹងណាពាក្យថាខឹងនេះជាទូទៅហ្នឹងគឺខឹងគឺមនុស្សខឹងបាត់កំណត់បាត់ការពិចារណាហើយតែបាត់ការពិចារណាគឺគ្មានដឹងខុសដឹងត្រូវតែគ្មានដឹងខុសដឹងត្រូវធ្វើរឿងវាមិនត្រូវហើយបាទ
Trong bây giờ về khăn có bồ bia và đấy tập đa có phải chơi nhà ca rạ nó trong ngang thì buồn đang mẹn dương thếแต่ไปเคยนานาคังจะไงจะงานก็ถ่าอ้อนังก็จะถ่าเอายืงบ่องยืงกดคังไอ้กดเลยlâuไว้นั่งนั่งแบนกอดเอ้อันนั้นกับพังกอดเอ้เนี่ยจำกอดแรงคังจำยืงvậy thôi ok grammar ម្ដងព្រោះមានអ្នកខុសមានអ្នកត្រូវដែរទី1សូមបានទៅលើ Mr បាយមិញយើងតាមលំដាប់ឧត្តមហើយសទ្ធារតហើយ đại girl ហើយវិធានហើយសាកេណាលេខ1ឧត្តម យកអីចា យក A អាម៉េចបានយក A ឃើញអាហ្នឹងគេប្រើpresent simple អូខេត្រូវបាទគឺពិតជា A ទី2 ទី2យក C ចា យក C បាទ how much មកគេយក C អាហ្នឹងខ្ញុំគិតថាបើខ្ញុំវាថាវាអានទៅវាអត់អាផ្សេងៗអានទៅវាអត់ទៅសម អានទៅអត់សូវសមទេអាហ្នឹងអារម្មណ៍ជ្រើសដោយអារម្មណ៍ អាហ្នឹងខ្ញុំវាគិតថាមិនត្រូវច្រើនយ៉ាងហ្នឹងណា អានោះគិតមិនមកគិតចុះទីអត់ថាឥឡូវគិតថាមិនបាទ A នេះខុសហ่ะ អីហ្នឹងខុសដោយសារតែយើងអត់ជ្រើសយកវាចាខ្ញុំអត់ដឹងថាខុសឲ្យត្រូវតែខ្ញុំគិតថាអាហ្នឹងយើងវាសំជាច្រើន អូខេចម្លើយវាទឹក C នោះត្រូវហើយបើយើងប្រើពាក្យ how much it cost វាអត់ត្រូវទេវាត្រូវតែមាន auxiliary verb មួយបើថា where do you study មិនចឹងណាមិនអាចថា where you study ទេណាមិនចឹងហើយ where is cost វាអត់មានទេវាអត់មាន where is cost ទេ where does it cost វាខុសត្រង់កន្លែង cost ហ្នឹងមិនក៏មាន s ទៀតព្រោះវាមាន does ទៅហើយចង់បញ្ជាក់អញ្ចឹងឯងបើបាក់ដប់ប្រហែលជាមិនស្រួលដល់ម្លឹងផងទេលេខ3 ហើយវាមកយក B យក B យក B if you hadn't been studying I would have bought អូអានេះ third conditional ហ៎បាទចម្លើយនេះគឺពិតជាត្រឹមត្រូវមែននេះ third conditional ណាបើសិនជាអ្នកឯងពេលនោះមិនបានរៀនទេអ្នកឯងមកតែបានI would have brought my friend បាទបើអ្នកឯងបើសិនជាពេលនោះអ្នកឯងមិនមែនកំពុងតែរៀនទេខ្ញុំអាចនាំពួកម៉ាក់ខ្ញុំមកផ្ទះអ្នកឯងបាទងាយដឹងមកទូងាយនោះហ្នឹងជាអតីតកាលអូខេលេខ4យក D យក D យក D ចំមិនមកយក D ហ្នឹងអតីតកាល I worked as a teacher before I came to England ត្រូវបាទត្រឹមត្រូវមេលេខ5សាខេណា យក C ចា យក C
Dược sĩ, mấy cái dược sĩ. Sao cái ná, mấy cái dược sĩ. Tại sao nó mới tình nàng chẳng kì? Ê, sự tình lớn. Lần tiếp là em knitting bà này. Ở bà What này I ដោយសារ can តែគេតាប់ហ្នឹងមិនប្រើកំពង់បន្តទេបើ sing I need មិនក៏ need មាន s ជាមួយនឹង I ហ្នឹងអត់បានដែរឲ្យយល់អញ្ចឹងណា I sing I need មិន need ក្នុងអតីតកាលទេព្រោះ sing ឥឡូវត្រូវការឥឡូវតាមិនរឿងអតីតកាលទេណាអញ្ចឹងចម្លើយគឺ C អូខេ vocabulary នេះមើលផងក្រោយលោកខ្ញុំឲ្យគ្នាយើងទៅវាមានស្អីគេពីព្រោះមានពាក្យខ្លះគេដាក់អត្រាកំណែមកលោកគ្រូទៀងផ្ទាល់ដល់វិញអត់ត្រូវអូខេលេខ1បានវិលមកជុំមកដល់វិញ giờ đi rồi យក D រ៉ាក់ឥឡូវគួរយើងយកមួយណាឥឡូវយើងពាក្យ curtain ប្រែថាម៉េច curtain ប្រែថាម៉េច curtain តែយើងយកពាក្យ curtain ទេ curtain ប្រែមកថាវាំងននរីឯ cuisine cushion នេះប្រែមកថាកម្រាលកណាត់នៅលើតុអីហ្នឹងបាទរីឯ poster ប្រែមកថាថតបាទរីឯ rack ប្រែមកថាកម្រាលព្រំឥឡូវយើងគិតមើលមួយណាចុះលោកគ្រូកែទៅវាមានច្រឡំអានេះគេដាក់ប្រើគេ my bedroom floor សំណួរសួរថាតើវាំងនើគេដាក់នៅណាដាក់នៅបងអួច cushion នេះដាក់លើអី cushion នេះគឺយើងមានសាឡុងមានអីហើយមានខ្នើយទូច1 2 3ហ្នឹងដាក់ឡៃហ្នឹងហើយយើងផ្អែកអង្គុយហើយផ្អែកលើហ្នឹងអាហ្នឹងគេហៅ cushion រីឯ poster រូបផ្ទាំងរូបភាពហ្នឹងតែមិនមែនជា picture ទេគឺជា poster ជាការគូរឬមួយក៏រូបអីមួយចឹងទៅគេដាក់តាំងហ្នឹង rack កម្រាលអិតអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ rack អញ្ចឹងលោកគ្រូកែគ្នាយើងខ្លះទៅបើសិនជាមើលទៅខុសចម្លើយដែលត្រឹមត្រូវគឺ rack អូខេ rack ជាចម្លើយត្រឹមត្រូវហើយចម្លើយគ្នាយើងបែបមិញឆ្លើយត្រឹមត្រូវដល់លេខ2លេខ2សុធិរតលេខ2ខ្ញុំជា fashion យក faces faces មកគេយកតែជា faces ទៅវិញពាក្យទាំងអស់ខ្ញុំអត់ចេះមកចេះវាស្អីគេបូកសៅហ្នឹងដឹងមានថាម៉េចតែមកខ្ញុំយ៉ា face ហ្នឹងមកទៅ stout ហ្នឹងខាងត្បូងទិសខាងត្បូងបាទតែពេលយ៉ាពាក្យនោះទៅបូកទៅដឹងមានន័យថាម៉េច
Okay ចម្លើយដែលប្រើពាក្យ faces ហ្នឹងគឺត្រឹមត្រូវ faces បែបទៅទិសបូកបើ headed នេះជាអតិភ្លើងឡានអីហ្នឹងគេអាចថាធ្វើដំណើរឆ្ពោះទៅទិសខាងត្បូងហ្នឹង headed បានអាហ្នឹងview នេះមិនមែន view ទេមិនមែនផ្ទះហ្នឹងទៅ view ទេប៉ុន្តែបើថា I have a good view from my house អីហ្នឹងបានលេខ3 យក B ចុះ ហ៎ យក B យក B អាមិនក៏ទៅយក B វិសាពាក្យខុសពីហ្នឹងអាហ្នឹងតេតើនឹងគ្រោះថ្នាក់តេតើហ្នឹងរថភ្លើងនេះមិនមែនគ្រោះថ្នាក់ អូខេពាក្យ safe នេះប្រែសុវត្ថិភាពគេថាទេភ្លើងវាមិនសុវត្ថិភាពបានមិនចឹងឥឡូវបើយើងប្រាប់ពាក្យ reliable មិនចឹងហ៎រើសយក reliable មកគេយើងប្រាប់ពាក្យ reliable ដោយសារវាតែងតែមកយឺតតែបើថាសុវត្ថិភាពវាមិនត្រូវគ្នាជាមួយពាក្យ late នេះអញ្ចឹងណាហើយ late នេះវាពាក់ព័ន្ធអីជាមួយនឹងជា eat late នេះបញ្ជាក់ពាក់ព័ន្ធអីជាមួយនឹងពាក្យផាសុខភាពនេះអត់ទេវាអត់ស៊ីគ្នាវាអត់មានផាសុខភាពទេវាមកយឺតផាសុខភាពនេះគឺអង្គុយតែអង្គុយស្រួលមិនស្រួលអានោះគេហៅផាសុខភាពលេខ4ចឹងចម្លើយត្រឹមត្រូវគឺ reliable มันអាចទុកចិត្តបានទេស្រួលមិនស្រួលមកឯងយឺតចឹងអត់អូខេបន្តទៀតឯកឧត្តមវិធាន your hate យក hate my little brothers really hates flying he gets very frightened and cries ត្រឹមត្រូវ hate បើដាក់សម្មាញទេថាមិនយល់ទាស់មិនចោលទេកុំក្រោយបងណា យក B យក B ត្រឹមត្រូវ limited to កំណត់ត្រឹមតែប៉ុណ្ណឹង The registration for the conference is limited to 300 participants អូខេអញ្ចឹងដូចជាមិនមានអីទៀតទេគ្នាយើងមានសំណួរទេ